គោលបំណងនៃដំណើរកម្សាន្តនៅកម្ពុជារបស់បុរសអាយុ20ឆ្នាំត្រូវបានស៊ើបអង្កេតប៉ូលីសបានបើកការស៊ើបអង្កេតមុនការចោទប្រកាន់ការស៊ើបអង្កេតផ្ទៃក្នុងទៅលើបុរសម្នាក់អាយុ20ឆ្នាំដែលប៉ុនប៉ងឡើងយន្តហោះមកកម្ពុជានៅអាកាសយានដ្ឋានអន្តរជាតិអ៊ិនខឿនប៉ុន្តែមិនបានឆ្លើយសំណួរឲ្យបានត្រឹមត្រូវអំពីគោលបំណងនៃការចាកចេញរបស់គាត់យោងតាមអង្គភាពប៉ូលីសអាកាសយានដ្ឋានអ៊ិនខឿននៅថ្ងៃទី16ប៉ូលីសបានឃាត់បុរសនោះដែលត្រូវបានគេស្គាល់ថាជាលោកអេអាយុ20ឆ្នាំពីការឡើងយន្តហោះទៅប្រទេសកម្ពុជានៅម៉ោងប្រហែល6:30ល្ងាចនៅថ្ងៃនោះនៅច្រកចេញដំណើរនៃ Terminal 2ក្នុងពេលត្រួតពិនិត្យដោយមានការសង្ស័យមន្ត្រីបានសួរថាតើការចាកចេញរបស់អ្នកមានគោលបំណងអ្វីប៉ុន្តែលោកអេត្រូវបានគេរាយការណ៍ថាបានបរាជ័យក្នុងការផ្ដល់ការឆ្លើយតបត្រឹមត្រូវដោយនិយាយថាហេតុអ្វីបានជាអ្នកបញ្ឈប់ខ្ញុំត្រូវទៅប៉ូលីសបានរារាំងការចាកចេញរបស់លោកអេខណៈដែលបានបញ្ចុះបញ្ចូលគាត់ថាស្ថានភាពក្នុងស្រុកក្នុងប្រទេសកម្ពុជាអាចមានគ្រោះថ្នាក់ប្រកាសនៅម៉ោង7:35យប់បានបង្ហាញខ្លួននៅក្នុងបន្ទប់ជែកជ្រើសរើសបុគ្គលិកដែលហៅថាកន្នីធនាគារចម្បើងដែលដំណើរការនៅលើ Telegram ដោយអានថាបរាជ័យក្នុងការចាកចេញ2នាក់ថ្ងៃស្អែក1នាក់នៅថ្ងៃអាទិត្យទាំងអស់ត្រូវលុបចោលសម្រាប់ពេលនេះដែលនាំឲ្យមានការរំពឹងទុកថាលោកអេអាចជាផ្នែកមួយនៃអង្គការឧក្រិដ្ឋកម្មជាការឆ្លើយតបប៉ូលីសបានបញ្ជាក់ថាមិនទាន់មានការសង្ស័យពីបទឧក្រិដ្ឋនៅឡើយទេលោកអេត្រូវបានគេរាយការណ៍ថាបានបន្តជៀសវាងការផ្ដល់ចម្លើយច្បាស់លាស់ចំពោះការសាកសួររបស់ប៉ូលីសមន្ត្រីប៉ូលីសសំណាក់បាននិយាយថាវាមិនទាន់ត្រូវបានបញ្ជាក់ថាតើអ្នកនិពន្ធនៃប៉ុស្តិ៍និងលោកអេគឺជាមនុស្សដូចគ្នាទេបន្ថែមថាយើងមានគម្រោងបន្តចុចសម្រាប់ព័ត៌មានលម្អិតនិងពិនិត្យមើលថាតើត្រូវបដូរទៅការស៊ើបអង្កេតជាផ្លូវការឬយ៉ាងណាជាមួយគ្នានេះប៉ូលីសបានរារាំងការចាកចេញរបស់បុរសម្នាក់អាយុ30ឆ្នាំដែលព្យាយាមឡើងយន្តហោះមកកម្ពុជានៅម៉ោងប្រហែល7យប់ថ្ងៃមុននៅអាកាសយានដ្ឋានអ៊ិនខឿនក្នុងពេលសម្ភាសប៉ូលីសគាត់បានពន្យល់ថាខ្ញុំលាឈប់ពីការងារសំខាន់ហើយកំពុងសម្រាកប៉ុន្តែបងប្រុសដែលខ្ញុំបានជួបតាម Telegram បានផ្ញើសម្បត្តិយន្តហោះមកខ្ញុំការត្បាល់បានផ្ទុះឡើងនៅក្នុងប្រទេសប៉េរូខណៈដែលក្រុមបាតុករទាមទារឲ្យប្រធានាធិបតីចុះចេញពីតំណែងភាពជ្លីចូលដែលដឹកនាំដោយក្រុមយុវជនដែលហៅខ្លួនឯងថា Generation ស៊ូកើតឡើងចំពេលមានការកើនឡើងយ៉ាងខ្លាំងនៃករណីឃាតកម្មនិងករណីចម្រិតទារប្រាក់នៅទូទាំងប្រទេសខណៈពេលដែល Generation ស៊ូសំដៅលើមនុស្សដែលមានអាយុក្រោម30ឆ្នាំជាសកលចលនាប៉េរូបានពង្រីកដោយរួមបញ្ចូលសមាជិកសហជីពនិងសាច់ញាតិរបស់ជនស៊ីវិលដែលត្រូវបានសម្លាប់ក្នុងអំឡុងបាតកម្មប្រឆាំងរដ្ឋាភិបាលឆ្នាំ2022និង2023ការប៉ះទង្គិចបានផ្ទុះឡើងនៅជិតអគារសភាជាទីដែលក្រុមបាតុករព្យាយាមរុះរើបាំងដែកហើយត្រូវបានប្រឈមមុខដោយប៉ូលីសកុបកម្មយោងតាមរបាយការណ៍ក្នុងស្រុកបានឲ្យដឹងថាមនុស្សមួយចំនួននៅលើភីគីទាំងពីរបានរងរបួសការត្បាល់នេះធ្វើឡើងបន្ទាប់ពីការដកតំណែងអតីតប្រធានាធិបតី Dene Boluarte កាលពីថ្ងៃសុក្រសប្តាហ៍មុនបន្ទាប់ពីគណបក្សសធំនៅក្នុងសភាបានដកការគាំទ្ររបស់ពួកគេតិចជាង6ខែមុនការបោះឆ្នោតទូទៅលោក Dos de សមាជិកសភាអាយុ38ឆ្នាំបានចូលកាន់តំណែងជាប្រធានាធិបតីបណ្ដោះអាសន្នដោយប្រឈមមុខនឹងប្រទេសដែលរងគ្រោះម្ដងទៀតដោយភាពលាយជ្រុលនយោបាយនិងកំហឹងសាធារណៈកាន់តែខ្លាំងឡើងការព្រមានរបស់ស្ថានទូតចិនប្រចាំប្រទេសថៃដែលបានឲ្យដឹងថាមានការបោកប្រាស់ក្នុងកម្មវិធីទេសចរណ៍ថោកដែលបង្ខំឲ្យភ្ញៀវទេសចរទិញទំនិញថ្លៃជាងតម្លៃពិតមូលហេតុនៃការព្រមានបន្ទាប់ពីវីដេអូមួយបង្ហាញភ្ញៀវទេសចរចិនត្រូវបានគេបង្ខំឲ្យទិញទំនិញក្នុងដំណើរកម្សាន្តនៅថៃនៅក្នុងវីដេអូបុរសម្នាក់ដែលជាមគ្គុទ្ទេសក៍ជនជាតិចិនបានបញ្ជាឲ្យអ្នកទេសចរទិញទំនិញនៅហាងមិនបង់ពន្ធហើយបើមិនទិញនឹងមិនអនុញ្ញាតឲ្យឡើងឡានវិញវិធានការរបស់ស្ថានទូតចិននិងអាជ្ញាធរថៃស្ថានទូតចិនបានតាក់ទងប៉ូលីសទេសចរនិងអាជ្ញាធរទេសចរថៃដើម្បីស៊ើបអង្កេតត្រូវបានរកឃើញថាបុរសនោះជាជនជាតិចិនមិនមានបាននំគុទ្ទេសក៍ថៃត្រឹមត្រូវគាត់បានដាក់សម្ពាធអ្នកទេសចរនិងទាមទារប្រាក់ជាផ្នែកគណៈកម្មាការលោកសមត្ថកិច្ចកំពុងចាត់វិធានការតាមច្បាប់ចំពោះគ្រប់ភាគីពាក់ព័ន្ធការព្រមានរបស់ស្ថានទូតចិនអ្នកទេសចរគួរតែប្រយ័ត្នកុំជឿលើកម្មវិធីទេសចរមានតម្លៃទាបពេកឲ្យជ្រើសរើសភ្នាក់ងារដែលមានអាជ្ញាប័ណ្ណនិងមានឈ្មោះល្បីបញ្ជាក់តម្លៃច្បាស់និងមានកិច្ចសន្យាផ្លូវការច្បាប់នៃប្រទេសថៃជនបរទេសត្រូវបានហាមឃាត់មិនឲ្យធ្វើការជាមគ្គុទ្ទេសក៍មគ្គុទ្ទេសក៍ខុសច្បាប់អាចត្រូវពន្ធនាគាររហូតដល់1ឆ្នាំឬទោសនឹងពិន័យ100,000 បាតប្រហែល$3,080ក្រុមហ៊ុនទេសចរអាចត្រូវពិន័យដល់50,000 បាតនិងព្យួរអាជ្ញាប័ណ្ណរហូតដល់6ខែស្ថានភាពទេសចរថៃបច្ចុប្បន្ន
ថៃទទួលភ្ញៀវទេសចរអន្តរជាតិជាង25លាននាក់បង្កើតប្រាក់ចំណូលប្រហែល 1.15 លានបាតចិនជាប្រទេសផ្ញើភ្ញៀវធំទី2មានចំនួនប្រហែល 3.58 លាននាក់សង្ខេបសរុបប្រទេសចិនបានព្រមានប្រជាពលរដ្ឋឲ្យប្រយ័ត្នក្នុងការជ្រើសរើសកម្មវិធីទេសចរថោកនៅថៃបន្ទាប់ពីមានការបង្ខំឲ្យទិញទំនិញថ្លៃក្នុងដំណើរកម្សាន្តអាជ្ញាធរថៃបានចាប់ខ្លួនមគ្គុទ្ទេសក៍ខុសច្បាប់និងកំពុងចាត់វិធានការច្បាប់ស្ថានទូតចិនផ្ដល់អនុសាសន៍ឲ្យអ្នកទេសចរជ្រើសរើសភ្នាក់ងារដែលមានអាជ្ញាប័ណ្ណនិងសុវត្ថិភាពកម្មវិធីតាក់ទាញទេពកោសល្យថ្មីរបស់ទីក្រុងដាណាំងដេណេងវៀតណាមដែលផ្ដល់ប្រាក់ឈ្នួលខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រដើម្បីតាក់ទាញអ្នកឯកទេសអ្នកវិទ្យាសាស្ត្រនិងអ្នកគ្រប់គ្រងជាន់ខ្ពស់មកបម្រើវិស័យសាធារណៈគោលបំណងនៃកម្មវិធីបង្កើតទីក្រុងដេណេងឲ្យក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចនិងបច្ចេកវិទ្យាឈានមុខគេនៅភាគកណ្ដាលវៀតណាមតាក់ទាញអ្នកជំនាញជាន់ខ្ពស់អ្នកវិទ្យាសាស្ត្របុគ្គលមានទេពកោសល្យវប្បធម៌សិល្បៈនិងកីឡាមកចូលរួមអភិវឌ្ឍទីក្រុងជាជំហានបន្តតាមគោលនយោបាយរបស់ក្រមប្រឹក្សាប្រជាជនក្រុងក្នុងការអភិវឌ្ឍធនធានមនុស្សមានគុណភាពខ្ពស់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍សំខាន់ប្រាក់បៀវត្សរ៍អាត់បម៉ា150លានដុងខែប្រហែល$5,900សម្រាប់អ្នកឯកទេសជាន់ខ្ពស់អ្នកវិទ្យាសាស្ត្រនិងនាយកប្រតិបត្តិភ្នាក់ងាររដ្ឋអាចស្នើប្រាក់បៀវត្សរ៍តាមថ្នាក់3 50លានដុង100លានដុង150លានដុងសម្រាប់ការងារគម្រោងតម្លៃទូទាត់និងអាស្រ័យលើបទពិសោធន៍និងលទ្ធផលរួមមានថ្លៃដំណើរនិងស្នាក់នៅវិស័យសិល្បៈនិងកីឡាប្រាក់ឧបត្ថម្ភ1ដង100លានដុងប្រាក់បៀវត្សរ៍អាត់បម៉ែ25លានដុងខែសម្រាប់គ្រូបង្វឹកនិងអ្នកជំនាញ20លានដុងខែសម្រាប់សិល្បករនិងអត្តពលិកទីក្រុងនឹងជួយបង់ថ្លៃស្នាក់នៅពាក់កណ្ដាលរហូតដល់20លានដុងខែនិងផ្ដល់ឧបករណ៍ធ្វើការសមរម្យការលើកទឹកចិត្តសម្រាប់អ្នកស្រាវជ្រាវនិងអ្នកច្នៃប្រឌិតទទួលបានយ៉ាងហោចណាស់30នៃប្រាក់ចំណេញពីការធ្វើពាណិជ្ជកម្មនៃស្នាដៃឬរង្វាន់រហូតដល់500លានដុងគម្រោងបន្ថែមរង្វាន់100លានដុងសម្រាប់ស្នាដៃឈ្នះពានធំប្រាក់រង្វាន់សម្រាប់បុគ្គលិកសាធារណៈមានគុណវុឌ្ឍិខ្ពស់បរិញ្ញាបត្រ200លានដុងអនុបណ្ឌិត300លានដុងបណ្ឌិត500លានដុងសាស្ត្រាចារ្យរង500លានដុងសាស្ត្រាចារ្យពេញ700លានដុងបេក្ខជននឹងទទួលបានគាំទ្រកម្រិតខ្ពស់តែម្ដងប៉ុណ្ណោះបន្ទាប់ពីទទួលការយល់ព្រមពីប្រធានគណៈកម្មាធិការប្រជាជនការបណ្ដុះបណ្ដាលនិងគាំទ្រផ្សេងទៀតទីក្រុងនឹងរៀបចំកម្មវិធីបណ្ដុះបណ្ដាលរយៈពេលខ្លីរហូតដល់6ខែទាំងក្នុងស្រុកនិងក្រៅប្រទេសបេក្ខជននឹងទទួលបានប្រាក់ឈ្នួលពេញលេញប្រាក់ឧបត្ថម្ភនិងថ្លៃសិក្សាភាពទូលំទូលាយជាសកលការផ្លាស់ប្ដូរនេះស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលវៀតណាមដែលចង់ទាក់ទាញអ្នកវិទ្យាសាស្ត្រនិងអ្នកជំនាញឯកទេសអន្តរជាតិរដ្ឋាភិបាលកណ្ដាលក៏បានផ្ដល់អត្ថប្រយោជន៍ដូចជាការលើកលែងទិដ្ឋាការកិច្ចសន្យាផ្ដាច់បទបាននិងប្រាក់រង្វាន់សម្រាប់ការស្រាវជ្រាវនិងលំនៅឋានសង្ខេបសរុបទីក្រុងដេណេងកំពុងអនុវត្តគម្រោងហិច្ឆតាដើម្បីទាក់ទាញទេពកោសល្យជាតិនិងអន្តរជាតិដោយផ្ដល់ប្រាក់បៀវត្សរ៍ខ្ពស់រហូតដល់$5,900ខែបូកនឹងប្រាក់រង្វាន់និងសេវាឧបត្ថម្ភជាច្រើនគោលបំណងគឺបង្កើតទីក្រុងឲ្យក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចបច្ចេកវិទ្យាវប្បធម៌និងសិល្បៈដ៏សំខាន់បំផុតនៅភាគកណ្ដាលវៀតណាមមតិវិភាគដោយយកវេងយ៉ងនាយកវិទ្យាស្ថានស្រាវជ្រាវមនុស្សធម៌និងការគ្រប់គ្រងចិនដែលពន្យល់អំពីការរីករាលដាលនៃសង្គមខ្មៅចិន China's Underworld នៅក្នុងតំបន់អាស៊ីអាគ្នេយ៍និងគ្រោះថ្នាក់ដែលវាបង្កគំនិតសំខាន់ជៀងហឺជាពាក្យបុរាណចិនសម្គាល់ពីសង្គមក្រៅច្បាប់ឬពិភពនៃអ្នកចោរប៉ុន្មានសង្គមក្មេងអាក្រក់និងកម្លាំងងឹតវាខុសពីសង្គមផ្លូវការដែលមានលំដាប់ឋានានុក្រមជៀងហឺគឺសមុទ្រដ៏ប្រៃផ្សៃដែលអ្នកខ្លាំងលេបអ្នកទន់បរិយាកាសនេះបង្កើតពាក្យស្លោកជាច្រើនដែលបង្ហាញពីការប្រើមនុស្សជាផលិតផលឬទ្រព្យសម្បត្តិពាក្យស្លោកនៅក្នុងសង្គមខ្មៅចិនPiro មានន័យថាសម្បត្តិប៉ុន្តែគេប្រើសម្រាប់មនុស្សដូចជាក្រដាសប្រាក់ Ropiro មានន័យថាប្រាក់រស់ឬជនរងគ្រោះដែលត្រូវចាប់ជំរិតសម្រាប់លុយ Bank Piro មានន័យថាចាប់ជំរិតសម្រាប់ទារប្រាក់ Bank ចង Sepiro មានន័យថាសម្រាប់ជនរងគ្រោះប្រសិនបើមិនបានបង់លុះសាយបាច់ឬបំបែកពាក្យទាំងនេះកើតឡើងតាំងពីសម័យរាជវង្សអេងហើយត្រូវបានប្រើមកដល់សព្វថ្ងៃដោយសង្គមខ្មៅចិននៅចិនដីគោកហុងកុងនិងតៃវ៉ាន់សកម្មភាពរបស់សង្គមខ្មៅចិននៅអាស៊ីអាគ្នេយ៍សង្គមខ្មៅចិនកំពុងរីករាលដាលយ៉ាងខ្លាំងនៅអាស៊ីអាគ្នេយ៍ដោយពាក់ព័ន្ធនឹងការចាប់ជំរិតនិងជំរិតទារប្រាក់ការបង្ខំមនុស្សនិងពាណិជ្ជកម្មខុសច្បាប់ការក្លែងបន្លំនិងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ
ការនៃស្លាប់របស់ជនជាតិកូរ៉េម្នាក់នៅខេត្តព្រះសីហនុប្រទេសកម្ពុជាគឺជាឧទាហរណ៍មួយបង្ហាញពីឥទ្ធិពលសង្គមខ្មែរចិនទោះបីជាមានជនជាតិជាច្រើនចូលរួមក្នុងឧក្រិដ្ឋកម្មបែបនេះក៏ជនស្នូលគឺជាក្រុមសង្គមខ្មែរចិនដែលមានបណ្ដាញទូលំទូលាយពាក្យវេនជីយូអេនីវពាក្យនេះសំដៅទៅលើតំបន់ស្មុគស្មាញឬស្រុកដែលជាកន្លែងប្រមូលផ្ដុំឧក្រិដ្ឋកម្មនៅកម្ពុជាពាក្យនេះត្រូវបានប្រើដោយជនកូរ៉េដើម្បីពណ៌នាអំពីកន្លែងដែលសង្គមខ្មែរចិនប្រើសម្រាប់ចាប់ចម្រិតធ្វើការបោកប្រាស់និងពាណិជ្ជកម្មខុសច្បាប់ផលប៉ះពាល់នឹងការព្រមានសកម្មភាពរបស់សង្គមខ្មែរចិនកំពុងឆ្ពោះចេញពីចិនទៅអាស៊ីអាគ្នេយ៍ហើយអាចកំពុងជ្រៀតចូលសង្គមកូរ៉េផងដែរវាជាបញ្ហាអន្តរជាតិដែលតម្រូវឲ្យអាជ្ញាធរនានាប្រើវិធានការពារដោយតឹងរឹងនិងសហការជាសហប្រតិបត្តិការតំបន់ដើម្បីទប់ស្កាត់ការរីករាលដាលនៃបណ្ដាញឧក្រិដ្ឋកម្មនេះសង្ខេបសរុបអត្ថបទនេះបង្ហាញថាសង្គមខ្មែរចិនជាងហ៊ឺមិនមែនជារឿងស៊ីភៅទេប៉ុន្តែជាបណ្ដាញឧក្រិដ្ឋកម្មពិតប្រាកដដែលមានប្រវត្តិយូរហើយកំពុងរីករាលដាលនៅអាស៊ីអាគ្នេយ៍ពួកវាប្រើអំពើហិង្សាការចាប់ចម្រិតនិងការបោកប្រាស់ហិរញ្ញវត្ថុដើម្បីរកប្រាក់ករណីនៅកម្ពុជាគឺជាស្ថានថាបណ្ដាញចិននេះកំពុងលូតលាស់និងអាចក្លាយជាគ្រោះថ្នាក់ដល់សុវត្ថិភាពសង្គមទូទាំងតំបន់